ជំរាបសួរអ្នកទាំងអស់គ្នាថ្ងៃនេះយើងនឹងរៀនអំពី clear phrasal verb clean up តើ clean up មានអត្ថន័យនិងការប្រើប្រាស់របៀបម៉េច clean up គេឲ្យនិយមន័យថា to clean a messy place completely and make it neat messy place មានន័យថាកន្លែងដែលមានភាពរាយប៉ាយ to clean a messy place completely មានន័យថាយើងសម្អាតរៀបចំកន្លែងណាមួយដែលមានភាពរាយប៉ាយ and make it neat មានន័យថារៀបចំវាឲ្យមានលំដាប់លំដោយហើយឲ្យស្អាត to clean a messy place completely and make it neat មានន័យថាយើងសម្អាតរៀបចំទីកន្លែងណាមួយដែលមានភាពរាយប៉ាយឲ្យមានរបៀបរបបហើយ clear កិរិយាសព្ទមួយនេះយើងអាចប្រើជា intransitive verb ឬក៏ transitive verb បានឧទាហរណ៍ថា clean something up or clean up something okay តែឥឡូវយើងទៅមើលឧទាហរណ៍ទាំងអស់គ្នា It takes me a couple hours to clean up the house It takes me a couple hours មានន័យថាខ្ញុំត្រូវបានចំណាយពេលពី3ម៉ោង to clean up the house មានន័យថាសម្អាតរៀបចំផ្ទះ It takes me a couple hours to clean up the house មានន័យថាខ្ញុំបានចំណាយពេលពី3ម៉ោងដើម្បីជូតសម្អាតផ្ទះហ្នឹងឲ្យស្អាតដូចថាឲ្យមានរបៀបរៀបរយ Okay It takes me a couple hours to clean up the house Who's going to clean up these toys Who is going to មានន័យថាតើនរណាម្នាក់នឹងទៅធ្វើអ្វីមួយ To clean up these toys To clean up មានន័យថាសម្អាតឲ្យស្អាតដូចថារៀបចំឲ្យមានរបៀបរៀបរយ These toys មានន័យថារបស់របរលេងទាំងនេះ Who's going to clean up these toys មានន័យថាតើនរណាគេនឹងសម្អាតរៀបចំរបស់របរលេងដែលរាយប៉ាយដល់ថ្នាក់ហ្នឹង Who's going to clean up these toys? You made the mess, so you had to clean it up. You មានន័យថាអ្នក made the mess. Made គឺជា past tense របស់ពាក្យ make មានន័យថាធ្វើប៉ុន្តែនៅក្នុងប្រយោគនេះ made the mess មានន័យថាអ្នកឯងធ្វើអ្វីឲ្យមាន like មិនមានរបៀបអ្នកឯងដូចថារាយប៉ាយពេញទឹកពេញដីនៅហ្នឹង Okay You made a mess so you had to clean it up so មានន័យថាដូចនេះ you មានន័យថាអ្នក had to គឺជា past tense របស់ពាក្យ have to មានន័យថាត្រូវតែ clean it up មានន័យថារៀបចំវាឲ្យមានរបៀប You made a mess so you had to clean it up មានន័យថាអ្នកឯងនឹងធ្វើឲ្យរាយប៉ាយពេញកន្លែងដូចនេះហើយអ្នកឯងត្រូវតែសម្អាតរៀបចំវាឲ្យមានរបៀប You made a mess so you had to clean it up Okay តើឥឡូវយើងទៅមើលឧទាហរណ៍មួយទៀត Please clean up the kitchen after you cook Please មានន័យថាសូមឲ្យធ្វើអ្វីមួយ Clean up មានន័យថារៀបចំឬក៏សម្អាតជូតសម្អាតThe kitchen មានន័យថាផ្ទះបាយ After you cook After មានន័យថាបន្ទាប់ពី You មានន័យថាអ្នក Cook មានន័យថាធ្វើម្ហូប Please clean up the kitchen after you cook មានន័យថាសូមឲ្យអ្នកឯងនឹងជួយសម្អាតរៀបចំផ្ទះបាយបន្ទាប់ពីអ្នកឯងនឹងធ្វើម្ហូបរួចដូចថាបន្ទាប់ពីអ្នកឯងនឹងប្រើចង្ក្រានរួចPlease clean up the kitchen after you cook. Okay? តើឥឡូវយើងទៅមើលឧទាហរណ៍បន្ទាប់ My mom asked me to clean up my room. My mom មានន័យថាម៉ាក់របស់ខ្ញុំឬក៏ម៉ែរបស់ខ្ញុំ asked me មានន័យថាបានសួរខ្ញុំឬក៏ប្រើឲ្យខ្ញុំធ្វើអ្វីមួយ to clean up my room.To clean up my room មានន័យថាឲ្យខ្ញុំនឹងរៀបចំបន្ទប់របស់ខ្ញុំដែលមានភាពរាយប៉ាយពេលដែលយើងប្រើពាក្យ clean up ដូចថាកន្លែងដែលយើងឃើញហ្នឹងឬក៏បន្ទប់ដែលយើងឃើញហ្នឹងដូចថាវាមានលក្ខណៈ
មិនមានរបៀបរៀបរយដូចថាវារាយប៉ាយខ្លាំងដូចថាមិនមានលំដាប់លំដោយឬក៏មិនមានរបៀប Okay My mom asked me to clean up my room មានន័យថាម៉ាក់របស់ខ្ញុំប្រើឲ្យខ្ញុំទៅសម្អាតរៀបចំបន្ទប់ខ្ញុំ My mom asked me to clean up my room Okay តើឡើយយើងទៅមើលឧទាហរណ៍បន្ទាប់ Let me change and clean myself up quick. I just got back from the gym. Let me change មានន័យថាសូមឲ្យខ្ញុំទៅផ្លាស់ប្ដូរដូចថាផ្លាស់ប្ដូរខោអាវឬក៏ប្ដូរខោអាវ and clean myself up quick. Clean myself up នៅក្នុងប្រយោគនេះដូចថាយើងសម្អាតខ្លួនដូចថាលាងសម្អាតខ្លួន quick មានន័យថាមួយផ្លែត Let me change and clean myself up quick. មានន័យថាអនុញ្ញាតឲ្យខ្ញុំទៅផ្លាស់ប្ដូរខោអាវហើយនឹងលាងសម្អាតខ្លួនមួយផ្លែត I just got back from the gym. មានន័យថាខ្ញុំទើបតែត្រឡប់មកពីកន្លែងហាត់ប្រាណវិញដូចថាខ្ញុំទើបតែហាត់ប្រាណរួច Let me change and clean myself up quick. I just got back from the gym. មានន័យថាសូមអនុញ្ញាតឲ្យខ្ញុំទៅប្ដូរខោអាវនិងសម្អាតខ្លួនមួយផ្លែតខ្ញុំទើបតែមកពីហាត់ប្រាណ Let me change and clean myself up quick. I just got back from the gym. Okay តើឥឡូវយើងទៅមើលឧទាហរណ៍បន្ទាប់ Can you clean up the juice you spilled on the floor? Can you clean up មានន័យថាតើអ្នកអាចជូតសម្អាត The juice មានន័យថាទឹកផ្លែឈើ You spilled មានន័យថាដែលអ្នកធ្វើឲ្យកំពប់ On the floor មានន័យថានៅលើឥដ្ឋ Can you clean up the juice you spilled on the floor មានន័យថាតើអ្នកអាចជួយជូតទឹកផ្លែឈើដែលអ្នកធ្វើឲ្យកំពប់លើឥដ្ឋបានដែរឬទេ Can you clean up the juice you spilled on the floor Okay តើឥឡូវយើងទៅមើលឧទាហរណ៍ចុងក្រោយរបស់យើង Could you help me cleaning up? Could you help me? មានន័យថាតើអ្នកអាចជួយខ្ញុំបានដែរឬទេក្នុងការ cleaning up មានន័យថាជូតសម្អាតឬក៏រៀបចំឲ្យមានរបៀបរៀបរយ Could you help me cleaning up? មានន័យថាតើអ្នកអាចជួយខ្ញុំសម្អាតរៀបចំបានដែរឬទេ Could you help me cleaning up? មេរៀនរបស់យើងបានឈានមកដល់ទីបញ្ចប់ហើយនាងខ្ញុំ Moneyline សូមអរគុណអ្នកទាំងអស់គ្នាដែលបានមករៀនភាសាអង់គ្លេសជាមួយនាងខ្ញុំសូមអរគុណសូមជួបគ្នានៅវគ្គក្រោយជម្រាបលា Bye